បាទជំរាបសួរបងប្អូនបាទថ្ងៃនេះទី30ខែ12បាទឆ្នាំ2025នេះជាទស្សនវិជ្ជានៃការតាមដានជ័រកស៊ូដែលជាមេពូជកស៊ូថ្មីហើយ2403បាទហើយដើមប៉ុណ្ណឹងបងប្អូនណាហើយអាយុវាជាង10ឆ្នាំហើយបាទហើយរូបរាងដើមយ៉ាងនេះបងប្អូនបាទណាមានម៉ែច្រើនហើយមើលទៅធន់ជំងឺណាមិនមានឃើញស្លាកស្នាមជំងឺទេបាទហើយនេះវាកើតចេញពីស៊ីដលីងបាទកើតចេញពីស៊ីដលីងអញ្ចឹងយើងតាមដានពូជយើងស្រាវជ្រាវពូជគឺយើងស្រាវជ្រាវអំពីដើមណាដែលគេដាំពីគ្រាប់ឬក៏យើងហៅថាប្រភេទស៊ីដលីងនៅពេលដែលដើមនឹងយូរឆ្នាំទៅឃើញថាផលនៅតែច្រើនហើយវាធន់ទៅនឹងបំរែបំរួលអាកាសធាតុទៀតនោះយើងនឹងស្រាវជ្រាវនឹងបង្កាត់វាតាមបច្ចេកទេសច្បាស់លាស់ដើម្បីបង្កើតជាក្លូនពូជមួយថ្មីបាទអញ្ចឹងទេការស្រាវជ្រាវពូជកស៊ូគឺទាមទារពេលវេលាហើយទាមទារនៅភាពច្បាស់លាស់យូរវែងណាស់បាទតែទោះយ៉ាងណាក៏ដោយដើម្បីឲ្យមានភាពសម្បូរបែបនៃពូជគឺយើងត្រូវតែសិក្សាស្រាវជ្រាវបាទអញ្ចឹងនេះជាមេបាពូជហើយ2403បាទប្រចាំកថាសុខធានសិនហើយយើងខ្ញុំទៅអនាគតបាទអញ្ចឹងនេះបងប្អូនហើយជ័រនេះគឺជាតែមួយពលិទេណាជាការពីថ្ងៃទី29ម៉ោង4ភ្លឺបាទហើយយើងមើលមួយពលិនេះហើយថ្ងៃនេះវាត្រជាក់បាទសីតុណ្ហភាពគឺ21អង្សាសិលមិញ20ថ្ងៃនេះ21បាទអញ្ចឹងឃើញសីតុណ្ហភាពត្រជាក់ហើយយើងមើលទិន្នផលជ័របាទនេះដោយសារអាតូចនេះវាហៀទៅគឺដាក់លើបាទប៉ុណ្នេះទៀតបាទហើយនេះគឺជាការលាបថ្នាំដែរចាំបញ្ជាក់ថាការលាបថ្នាំពលិទី1អញ្ចឹងឃើញកើនដល់ប៉ុណ្នេះបងប្អូនណានេះអាហ្នឹងពលិទី1ហើយយើងនឹងតាមដានបន្តបន្ទាប់រហូតដល់តេទៀតបាទនេះយើងបកវាសិនបាទនេះតន់បានរឹងស្រួលបួលទេបាទតែមួយពលិទេណាបងប្អូនទាំងអស់ហ្នឹងបាទរឿងកស៊ូគឺយើងតាមដានឲ្យច្បាស់លាស់អំពីអាកាសធាតុបាទពីព្រោះកស៊ូកាលណាវាអត់ត្រូវជាមួយអាកាសធាតុហើយมันអាចធ្វើឲ្យយើងបានផលល្អប្រសើរទេបាទបងប្អូនតែមួយភ្លាកទេណាហើយយើងថ្មនេះគឺម៉ោង6សាយជាងហើយបាទនេះមកពលាកជាមួយនឹងតូចនេះអញ្ចឹងអានោះពីធុងទៅគឺយើងមានតូចនេះមួយទៀតណាបាទថ្ងៃនេះដោយប្រើប្រាស់ថ្នាំលាបអញ្ចឹងវាបានរហូតដល់3គីឡូ6ខាំបាទហើយយើងនឹងតាមដានរហូតពលិទី1រហូតដល់ពលិចុងក្រោយហើយយើងតាមដានរហូតដល់តេទៀតបាទអញ្ចឹងនេះជាព័ត៌មានខ្លះបងប្អូនហើយថ្ងៃក្រោយទៅខ្ញុំគិតថាបើសិនយើងប្រកាត់បានទៅក្លូនដែលយើងសម្រេចបាននោះមកដើមត្រឹមតែកន្លះគីឡូជ័រក៏នៅតែបានគេហៅថាក៏នៅតែទទួលយកបានដែរបាទអានេះគ្រាន់ចង់បង្ហាញអំពីទិន្នផលមេបាដំបូងបាទអញ្ចឹងអរគុណបងប្អូនបាទ